មានរឿងអីកើតឡើងបើសិនជាយើងចាយលុយរៀលសតតែម្ដងនៅក្នុងប្រទេសកម្ពុជាបាទល្អឬអាក្រក់បាទអញ្ចឹងយើងគិតពី scenario ហ្នឹងណាអញ្ចឹងថាស្អែកឡើងយើងភ្ញាក់ឡើងស្រាប់តែរដ្ឋាភិបាលធនាគារជាតិប្រកាសថាអូចាយលុយរៀលសតទៅអញ្ចឹងណាអញ្ចឹងអ្វីៗក៏ទៅជាលុយរៀលដែរត្រូវទេអញ្ចឹងលុយដុល្លារនៅក្នុងកងធនាគារយើងខ្ញុំគិតថារដ្ឋាភិបាលនឹងកំណត់ថាអូអានឹងដូរទៅជាលុយរៀលបើសិនជាឲ្យគាត់មានកងដុល្លារនិងកងរៀលគឺប្រកាសជានៅតែចាយដុល្លារតាមទម្លាប់អញ្ចឹងលុយដុល្លារក្នុងកងធនាគារយើងដូរទៅជាលុយរៀលហើយបាទហើយឧទាហរណ៍ថាយើងមាន $10,000 អញ្ចឹងអា $10,000 ហ្នឹងទៅជា40លានរៀលពួកយើងយកទៅគុណ 4,000 រៀលក្នុង$1ណាហើយឧទាហរណ៍ថាក្រុមហ៊ុននៅស្រុកខ្លះគេឲ្យមានកងដុល្លារនិងកងលុយជាតិរបស់គេប៉ុន្តែបើក្នុងករណីមួយនៅភូមិមាគាត់ឲ្យដូរទៅជាលុយខ្ចាត់លុយភូមិមាសតមកការនឹងជា2000ខ្ញុំហៅស៊ីទៅជា2021គឺអញ្ចឹងបើសិនជាមួយទៀតគឺអាចដែលកងធនាគារក្រុមហ៊ុនអាច$2ទៅលុយរៀលសតអញ្ចឹងក៏មានដែរអញ្ចឹងណាតែប្រហែលជារដ្ឋផ្ដោតទៅលើកងបកុលជាងប្រហែលជាអាចញ៉ាតឲ្យមានកងដុល្លារកងលុយរៀលសម្រាប់ក្រុមហ៊ុនអញ្ចឹងជាពិសេសក្រុមហ៊ុនបរទេសអញ្ចឹងចុះអញ្ចឹងតែទោះយ៉ាងណាបើយើងតាក់ទងនឹងយើងគឺត្រូវតែចាយលុយរៀលហើយអញ្ចឹងកងធនាគារអ្នកមាន$1,000,000ដូរទៅលុយរៀលមាន4,000 លានរៀលបាទអញ្ចឹងចំណូលយើងក៏ជាលុយរៀលដូចក្រាសាំងអីចឹងគាត់យើងភេថៃសាំងជាលុយរៀលណាថៃប្រេងជាលុយរៀលអញ្ចឹងគាត់បានលុយរៀលហ្នឹងបាទគាត់បានលុយរៀលហ្នឹងណាបាទបានលុយរៀលហ្នឹងហើយគាត់យកលុយរៀលទៅទិញប្រេងបាទប្រេងគឺនាំចូលប្រេងទេអញ្ចឹងដូចថាក្រាសាំងកាល់តិចតេឡា PTT Total គាត់មិនយកលុយរៀលទៅទិញបាទក្នុងមួយខែគឺយើងចំណាយ$200 លានដុល្លារបាទដើម្បីទិញប្រេងក្នុងមួយខែនៅប្រទេសកម្ពុជាយើង$200 លានជាងបាទអញ្ចឹងថា$200 លានចុះពីមុនគឺយើងយកដុល្លារទៅទិញមកពួកគាត់យកដុល្លារទៅទិញប៉ុន្តែឥឡូវនេះគឺដើម្បីនាំចូលប្រេងនឹងបានគឺយើងគាត់ត្រូវយកលុយរៀលហ្នឹងទៅដូរលុយដុល្លារបាទអ្នកនាំចូលហ្នឹងដូរលុយដុល្លារអញ្ចឹងក្នុងករណីហ្នឹងមួយខែត្រូវដូរ$200 លានដូរយក8សែនលានរៀលបាទគាត់មានរៀលទេណាព្រោះអតិថិជនគឺចាយលុយរៀលអញ្ចឹងយក8សែនលានរៀលបាទសរុបពួកគាត់ទាំងអស់ហ្នឹងដូរជាដុល្លារបាន$200 លានអញ្ចឹងដុល្លារហ្នឹងបានមកពីណាក្នុងករណីដែលលុយរៀលចាយលុយរៀលសុទ្ធលុយដុល្លារគឺនៅ Central Bank ធនាគារកណ្ដាលហ្នឹងធនាគារដុល្លារហ្នឹងគឺស្តុកដុល្លារហ្នឹងហើយអញ្ចឹងគាត់យក8សែនលានរៀលហ្នឹងទៅដូរធនាគារជាតិយើងនេះធនាគារកណ្ដាលហ្នឹងធនាគារជាតិហ្នឹងយកបាន$200 លានយកលុយដុល្លារហ្នឹងទៅទូទាត់ជាមួយនឹងអ្នកលក់ប្រេងនៅក្រៅប្រទេសអញ្ចឹងណាហ្នឹងហើយវាតែយើងនាំចូលយើងទៅទិញប្រេងគេអញ្ចឹងគឺយក8សែនលានរៀលទៅឲ្យធនាគារជាតិបានលុយហ្នឹងហើយឲ្យលុយដុល្លារ$200 លានហើយ$200 លានហ្នឹងយើងគាត់យកទៅទូទាត់ជាមួយនឹងអ្នកលក់បាទនៅក្រៅប្រទេសហ្នឹងអ្នកលក់ប្រេងក្រៅប្រទេសហើយបើសិនជាយើងចង់ទិញឡានយើងមិនវេលុយឧទាហរណ៍តាឡាន$10,000យើងវេលុយទៅក្រៅប្រទេសចោះយើងទិញពីក្រៅប្រទេសយើងអ្នកនាំចូលឡាន$10,000ទៅក្រៅប្រទេសគឺយើងអត់មានលុយដុល្លារទេយើងមានតែ$400 លានរៀលយកអាហ្នឹងទៅឲ្យវេទៅធនាគារជាតិគេទទួលបានធនាគារជាតិទទួលបានលុយរៀលធនាគារជាតិបញ្ចេញ$1សែន$ទៅអ្នកលក់ឡាននៅក្រៅប្រទេសហ្នឹងអញ្ចឹងអ្វីក៏ដោយអាលុយដុល្លារលុយមិនតែដុល្លារលុយក្រៅប្រទេសមួយចំនួនហ្នឹងលុយបាតលុយយេនៃធនាគារជាតិនឹងស្តុកមួយចំនួនដែរទៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងពេលហ្នឹងធនាគារជាតិត្រូវខ្លាំងធនាគារកណ្ដាលត្រូវខ្លាំងត្រូវមានលុយច្រើនអញ្ចឹងណាគាត់ថាពេលវិនិយោគមកយើងប្រកាសជាកំណត់ឲ្យគាត់ដូរដុល្លារមកយើងវិញធនាគារជាតិចូលដុល្លារដោយសារតែគេវិនិយោគពីខាងក្រៅឬក៏នាំចេញអញ្ចឹងណាយើងនាំចេញរបស់ហ្នឹងក៏យើងបានដុល្លារប្រមូលដុល្លារមកដែរឬក៏មាន Tesco មានអ្នកដែលគាត់បញ្ជូនលុយពីខាងស្រុកដែរគឺបានដុល្លារសំទុកក្នុងហ្នឹងធនាគារជាតិត្រូវតែសំលុយដុល្លារជាពិសេសតែម្ដងឲ្យច្រើនព្រោះថាវាមានករណីនៅស្រីលង្កាធនាគារជាតិអស់ដុល្លារដូចជា2000ខ្ញុំនិយាយករណីហ្នឹងដូចជា2022បាទអស់ដុល្លារលេងអញ្ចឹងពេលហ្នឹងដូចយើងចង់ទិញឡានយើងមានលុយរៀលឯឧទាហរណ៍ណាមិនការប៉ះលុយរៀលឯយើងក៏ស្រាប់តែយើងចង់ទិញឡានយើងមាន$400 លានរៀលឯចឹងទិញឡាន$10,000គាត់បញ្ជូនទៅធនាគារជាតិបើធនាគារជាតិឧទាហរណ៍អស់លុយឬក៏មានលុយតិចតួចយើងគាត់ឲ្យអត្ថប្រយោជន៍ទៅលើអីផ្សេងអញ្ចឹងយើងទិញអត់បានហ្មងបាទនៅប្រទេសមួយចំនួនទូចពេលមានវិបត្តិមែនតើគេកំណត់អញ្ចឹងហ្មងបាទកំណត់ទិញអត់បានរបស់ជាដុល្លារធំទិញអត់បានហ្មងទិញរបស់កប៉ិចកប៉ុកបានអញ្ចឹងគឺអត់បានណាដូចថាឥឡូវគាត់ដងយើងមានលុយដុល្លារបុកកតានៅថៃបានក៏ដូចថាឥឡូវ$100វាស្មើនឹង4សែនរៀលយើងចង់បុកបើធនាគារជាតិយើងអត់មានលុយដុល្លារសុទ្ធគឺបុកអត់រួចទេព្រោះគេចាយដុល្លារដែរបើមិនចាយទេចាយលុយបាតប៉ុន្តែក៏វាអាច convert ពីដុល្លារទៅលុយបាតបំលែងឬក៏យើងត្រូវមានលុយបាត stock នៅក្នុងធនាគារជាតិអញ្ចឹងវាជាបញ្ហាដែលធនាគារជាតិត្រូវតែសន្សំដុល្លារបានច្រើនគឺប្រយ័ត្នជាងគេអាបាត់បង់ដុល្លារឬក៏ទុនបំរុងអន្តរជាតិហ្នឹងគឺប្រយ័ត្នជាងគេបាទ stock អាលុយដុល្លារលុយបរទេសបានច្រើនហើយត្រូវសន្សំឲ្យបានច្រើនបើក្នុងធនាគារកណ្ដាលនេះអត់សន្សំច្រើនទេអាចមានបញ្ហាបាទអាចមានបញ្ហាយើងដូចស្រីលង្កានឹងជាដើមណាកញ្ញាដូចឡាវឥឡូវចាប់តែមានបញ្ហាទុនបំរុងអន្តរជាតិគាត់ដូចជាមានតិចដូច$1000 លានទេបើតាមខ្ញុំដឹង$1000 លានជាងអីទេចាំខ្ញុំឆែកទិន្នន័យបញ្ជាក់ច្បាស់អញ្ចឹងតើវាមានផលប្រយោជន៍អីសម្រាប់បើសិនជាអាចលុយរៀលបាទផលប្រយោជន៍វាមានច្រើនដែរយើងជាសំដុល្លារនៅរឿងរបស់យើងណាផលប្រយោជន៍បានថាធនាគារជាតិអាចគ្រប់គ្រងលើសេដ្ឋកិច្ចបានច្រើនដូចធនាគារកណ្ដាលរបស់អាមេរិក Federal Reserve គ្រប់គ្រងសេដ្ឋកិច្ចបើយើងចង់ឲ្យសេដ្ឋកិច្ចរៀងឡើងដើរគាត់ប្រទាបការប្រាក់ធនាគារលុយរៀលបើលើការប្រាក់មានលុយរៀលទេបើយើងចាយលុយរៀលណាការប្រាក់លុយរៀលហ្នឹងប្រទាបទៅអញ្ចឹងមនុស្សនឹងដកលុយរៀលច្រើនដើម្បីយកទៅវិនិយោគព្រោះថាទុកលុយរៀលនៅធនាគារបានការតិចពេកតែបើយើង
អានោះបានធ្វើសេដ្ឋកិច្ចដែរហើយមួយទៀតបើសិនជាក្នុងករណីថាមានអតិផរណាច្រើនអញ្ចឹងបែរន័យថាលុយរៀលនៅក្នុងទីផ្សារវាច្រើនអញ្ចឹងគាត់ចង់ប្រមូលលុយរៀលចូលធនាគារគាត់ទៅឡើងការប្រាក់ទៅគេមិនយកលុយរៀលពីការវិនិយោគឬការចាយយកទៅសន្សំពេលសន្សំលុយរៀលតិចនៅក្នុងទីផ្សារធ្វើឲ្យលុយរៀលនឹងខ្លាំងធ្វើឲ្យតំណែងនឹងធូរថ្លៃបាទតំណែងតបថោកវិញបាទអញ្ចឹងធនាគារជាតិគឺខ្លាំងតែបងពេលហ្នឹងគឺធនាគារជាតិហ្នឹងខ្លាំងណាស់បាទគ្រប់គ្រងសេដ្ឋកិច្ចធ្វើឲ្យរីកចម្រើនទៅតាមធនាគារជាតិតែបើថាគ្រប់គ្រងអត់ស្រួលមានវិបត្តិខ្លាំងតែម្ដងអញ្ចឹងណាអញ្ចឹងបានថារដ្ឋាភិបាលយើងក៏គាត់អត់តន់ទៅចាយលុយរៀលសតភ្លាមទេគាត់ធ្វើមកតំណែងណាឃើញមួយឆ្នាំមុនគាត់អត់ឲ្យចាយលុយកាលមុនគឺចាយលុយអាលុយណាមានលុយ$20លុយ$10ជាដុល្លារឥឡូវលេងមានទេតែត្រូវឃើញទូ ATM យើងមានបើកបានអញ្ចឹងអានេះធ្វើឲ្យការចាយលុយរៀលចាប់ដើមសន្សំមិនមែនភ្លាមទេហើយពេលដែលយើងឲ្យចាយលុយរៀលសតក៏អាចមានហានិភ័យជាមួយអ្នកវិនិយោគដែរព្រោះគាត់គិតថាលុយយើងចាយដុល្លារអញ្ចឹងគាត់ស្រួលរកស៊ីអញ្ចឹងណាហើយមានការគាត់ធានាថាដកលុយដុល្លារទៅវិញបានបើមិនជាស្រុកទៅចាយលុយក្នុងស្រុកទេអាចមានវិបត្តិត្រង់ថាពេលខ្លះពេលចង់គ្រប់គ្រងស្ថានភាពធនាគារជាតិយើងហាមយកលុយរៀលដកជាដុល្លារពីពួកក្រុមហ៊ុនបរទេសហ្នឹងវាអាចប៉ះពាល់យ៉ាងទៀតពេលខ្លះតោះតែគាត់ទំនុកចិត្តថាលុយធនាគារជាតិយើងទទួលគាត់ត្រូវបានពេលតែមានលុយរៀលហ្នឹងហើយដូរជាដុល្លារយកទៅស្រុកគាត់បានទទួលគាត់ត្រូវណាគាត់គិតគាត់ជឿជាក់តែប៉ុន្តែយើងកំពុងពីអភិវឌ្ឍទៅវាពិបាករឿងការជឿជាក់ហ្នឹងទៀតណាខ្ញុំមិនមានបញ្ហាក្នុងការជឿជាក់ហើយប៉ុន្តែមានអ្នកខ្លះនឹងអាចមានបញ្ហាក្នុងការជឿជាក់អញ្ចឹងបងប្អូនសួរថាពេលដែលចង់ចាយលុយរៀលសួរថាឥឡូវហ្នឹងព្រមបោះបង់ដុល្លារខ្លួនអញនៅក្នុងកងធនាគារនឹងអត់ព្រមអត់ណាហើយទី2ទំនុកចិត្តលើធនាគារជាតិរបស់យើងទំនុកចិត្តខ្លាំងប៉ុណ្ណាបាទបើថាខ្ញុំឆ្លាញ់ដុល្លារលេងស្រាប់តែឆ្លាញ់លុយរៀលស្រាប់តែគេឲ្យបដូរស្អែកឡើងញាក់ឡើងបដូរទៅលុយរៀលតិចជេររដ្ឋាភិបាលតិចគឺគុណរដ្ឋាភិបាលនេះខ្ញុំចង់និយាយចឹងណាយើងគិតឲ្យបានច្បាស់លាស់អញ្ចឹងបានធនាគារជាតិយើងហើយរដ្ឋាភិបាលនេះគាត់ឆ្លាតគាត់មិនមែនទៅឲ្យចាយលុយរៀលភ្លាមៗទេគាត់ដឹងហើយអ្នកមួយចំនួនចេះរុញប៉ុន្តែគាត់ដឹងថាសេដ្ឋកិច្ចវាទៅជាយ៉ាងណាទេអញ្ចឹងបានគេឲ្យចាយតិចអញ្ចឹងណាហើយថ្ងៃណាមួយគាត់កំណត់ដូចជាកំណត់ឲ្យមានការធ្វើទុនបំរុងលុយរៀលច្រើនពីធនាគារកាលហ្នឹងដូចជាប្រហែលឆ្នាំមុនហ្នឹងអញ្ចឹងពេលធនាគារមួយគឺព្យាយាមឲ្យយើងហ្នឹងដាក់បញ្ញាជាលុយរៀលហ្នឹងដោយសារតែគាត់ធនាគារជាតិយើងរុញឲ្យធនាគារឯកជនហ្នឹងមានស្តុកបំរុងលុយរៀលឲ្យបានច្រើនភ្លាមគឺវាមានការចាយលុយរៀលកើតឡើងតិចដោយសារមានការរុញឲ្យយើងដាក់បញ្ញាជាលុយរៀលអញ្ចឹងធនាគារជាតិធ្វើអានតិចយើងអត់ដឹងទេបាទគេធ្វើអាជំហានតិចហ្នឹងដើម្បីឲ្យវាការចាយលុយដុល្លារហ្នឹងទៅជាលុយរៀលបន្តិចម្ដងតែគាត់មានមួយជំហានគាត់អត់មានទៅធ្វើស្អែកឡើងប្រកាសនឹកឃើញជាតិនិយមទេបាទសេដ្ឋកិច្ចមិនអាចយកពាក្យជាតិនិយមទៅធ្វើបានទេសេដ្ឋកិច្ចត្រូវគិតគ្រប់ជ្រុងជ្រោយគ្រប់ទូលាយមិនមែននឹកឃើញតែខ្ញុំឆ្លាញ់នេះខ្ញុំធ្វើនេះអត់ទេបាទអញ្ចឹងរាជរដ្ឋាភិបាលមានការគិតគូរខ្លាំងណាស់ហើយគាត់ពិភាក្សាជាមួយខាង IMF ធនាគារពិភពលោកឬអីជាពិសេស IMF មកគាត់ពិភាក្សាច្រើនណាស់មិនមែនអីទេសិនអ្នក PhD រាប់រយនាក់មិនគិតគូររឿងហ្នឹងបាទអញ្ចឹងគាត់ខ្ញុំឲ្យជាកំណត់ថាអញ្ចឹងបាទធនាគារកណ្ដាលពេលហ្នឹងគាត់តែខ្លាំងបងបាទបើយើងចាយលុយរៀលសុទ្ធទៅនៅខ្លាំងយើងមានលុយរៀលយកទៅដូរដុល្លារដើម្បីទិញរបស់នៅក្រៅប្រទេសបានត្រូវធានាអញ្ចឹងបងបើក្នុងករណីដែលអត់មានលុយបំរុងជាដុល្លារឬអន្តរជាតិច្រើនទេប្រទេសហ្នឹងនឹងមានវិបត្តិហ្មងដោយស្រីលង្កាមានវិបត្តិណាបាទកាលនោះគាត់អត់មានដុល្លារបងតើ IMF ឲ្យខ្ចីប្រហែល$1000ហ្នឹងដើម្បីដំណើរការសេដ្ឋកិច្ចវិញហើយធ្វើការកំណែតំណងកាត់បុគ្គលិកកាត់តំណែងច្រើនណាដើម្បីឲ្យមានដុល្លារក្នុងស្តុកឡើងវិញបាទខ្ញុំជាអ្នកសេដ្ឋកិច្ចរៀនសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅអាមេរិកអញ្ចឹងបើសិនជាបងប្អូនចូលចិត្តវីដេអូខ្ញុំសូមបងប្អូនចែកនៅវីដេអូខ្ញុំទៅមនុស្សឲ្យបានច្រើនអ្នកទៅណាដើម្បីគាត់បានសិក្សាផង